Như hồ bằng anh liên quan tức mà làm bằng ai đấy mình liền bà lên bông chơi rồi bông quỳ lắm mà thì miền cài đó hiên hay bông xì bông nhom bông cho đồn mua nhom nưng á phụ ấy á con cô đã xảy máy nữa việc trong họ càng nghiệp vơ lâu nhưng họ mà xong bằng ai phụ ấy nhưng đang thay bằng ai nhá thầy capo là co được phơi can ư ở bên đây khéo thon hả hay mạch đá bông nó đòi miền tại trên ban từ việc ai từ phơi ca là ban mạch miền tại trên ban á bà con nhóm á từ về chụp đập hẻm năm nè bên tay bằng sao xảy máy á vì ở đập hẻm năm mê và tay như mơ vi tới đuổi dụ đập cũng muốn đồng hay năm chăngก็แต่เมียแต่สิ่งบ้านนะเติบเกยตัวผัวไอ้กลุ่มคนเกยมันจะบับโอเคได้จังเต้ายอมมาเทียนตัวเลยเอาเพื่อมาเต้จัง บ่อยไอ้ช่วยบ้านเหรอดอยยืมเมียแต่สิ่งบ้านสั้น บงวีเริ่มบาดเจ็บก่อนเต้าหมุนยมมองเลยtừ nào từ đóจะเต้จามยมตะดังเลยมั้งบงจังกันเรียนนะเป็นได้บ้างmấy bạn tại nhìn bán này em chui ពុកជួយបបម៉ែខ្ញុំផងពុកកុំឲ្យខ្ញុំធ្វើការនៅក្រៅប្រទេសអីខ្ញុំអត់ចង់ទៅទេពុកកូនឯងគិតមើលផ្ទះយើងមានស្អីខ្លះរោគព្រឹកខ្វះល្ងាចរោគល្ងាចខ្វះព្រឹកហើយជំពាក់គេនឹងគ្រប់កន្លែងទៀតប៉ុន្តែខ្ញុំអត់ចង់ទៅណាឆ្ងាយពីផ្ទះនិងភូមិស្រុកយើងទេពុកខ្ញុំស្រឡាញ់ទីនេះពុកកុំឲ្យខ្ញុំទៅអីណាពុកណាពុកខ្ញុំអត់ចង់ទៅណាឆ្ងាយពីផ្ទះនិងភូមិស្រុកយើងទេពុកខ្ញុំចង់ទៅធ្វើស្រែជាមួយពុកម៉ែពុកកុំឲ្យខ្ញុំទៅអីណាពុកណាពុកខ្ញុំសុំបបពុកម៉ែហេតុអីក៏ពុកម៉ែឲ្យខ្ញុំទៅធ្វើការនៅខេត្តប្រទេសខ្ញុំអត់ចង់ទៅទេខ្ញុំស្រឡាញ់សុកខ្ញុំមិនចង់ទៅណាចោលលោកតាលោកយាយអ៊ំពូមីងនិងមិត្តភ័ក្តិដែលធ្លាប់លេងជាមួយគ្នាជជែកលេងជាមួយគ្នាហើយខ្ញុំធ្លាប់រស់នៅទីនេះតាំងទូចមកតាឲ្យខ្ញុំទៅរស់នៅស្រុកគេមិនទៅហើយខ្ញុំមិនដែលស្គាល់គេទៀតខ្ញុំសូមបន់ស្រន់ដល់អ្នកតាម្ចាស់ស្រុកសូមនាំចិត្តពុកម៉ែខ្ញុំកុំឲ្យគាត់មានចិត្តចង់ឲ្យខ្ញុំទៅចោលស្រុកអីម៉ៅមិនគួយទៅស្ងាត់ឯងបងឆោមពុកម៉ែខ្ញុំឲ្យខ្ញុំធ្វើការនៅក្រៅប្រទេសតែខ្ញុំមិនចង់ទៅទេប៉ុន្តែពួកគាត់នៅតែបង្ខំឲ្យខ្ញុំទៅទៀតខ្ញុំធ្វើមិនទៅមិនបានជាចាស់គាត់ចង់ឲ្យកូនទៅធ្វើការនៅស្រុកក្រៅអញ្ចឹងដីស្រែក៏មានចំការក៏មានមិនកុំខិតខំធ្វើឲ្យវាកើតទៅឡើយដឹងអត់ខ្ញុំចង់និយាយពីអារម្មណ៍របស់ខ្ញុំរាល់ថ្ងៃខ្ញុំគិតថាខ្លួនខ្ញុំជាកូនអ្នកស្រែទេហើយខ្ញុំចង់ប្រែក្លាយភូមិស្រុករបស់យើងឲ្យកាន់តែស្រស់ស្អាតតែរឿងម្យ៉ាងទៀតដែលខ្ញុំសប្បាយចិត្តនៅពេលដែលយើងរើសខ្យងជាមួយគ្នាស្ទូងស្រូវជាមួយគ្នាជ្រុតស្រូវជាមួយគ្នាតែបើសិនជាធ្វើមកទៅបាត់ទីកន្លែងនេះនឹងគ្រាមរស់ជាមិនខានទេ
បងជេងសារទឹកសិនបងជេង ចាអរគុណ នេះទឹកអូន ចាបង ហឹងនិយាយចឹងថាមានរឿងអីនិយាយមួយបងអី ចាបងចេះបងវីបងស្រីខ្ញុំហ្នឹងណា ហ្នឹងហើយ គាត់ចង់មកធ្វើតាក់សញ្ញាណប័ណ្ណឲ្យកូនស្រីគាត់មិនដែរបង ចាប៉ិតមែនហើយ ធម្មតាឯងបងកូនណាទៅដល់អាយុត្រូវតែយកមកធ្វើតាក់ញៀនបានចឹងហី ចាទៅដល់អាយុធ្វើហើយក៏ប៉ុន្តែ បងក៏ប៉ុន្តែស្រីម៉ៅនាងតែមានអាយុ15ឆ្នាំទេ 15ឆ្នាំ ចា 15ឆ្នាំធ្វើតាក់ញៀនបានមិនកើត តែបើសិនជាបងជួយខ្ញុំឲ្យបងស្រីខ្ញុំនឹងមានសគុណជូនទៅដល់បងបន្តិចបន្តួចដែរបង ត្រូវហើយ តិចទៅបងមកលឿនយូរម៉េចលឿនមកបងមុំណែខ្ញុំជូនថ្ងៃបន្តិចតួច អីទេយើងសិតតែអ្នកភូមិឯងអញ្ចឹងណា ហ្នឹងហើយបង ចាំមើលខ្ញុំភាសាជាមួយឪវាសិនតែគាត់គិតមិន ចាឥឡូវខ្ញុំអរគុណមុំអញច្រើនណាស់ណា ចាអត់អីទេ ហ្នឹងហើយសុខសប្បាយចាចាឪវាប៉ិត គុណ ណែឪវាខ្ញុំមានរឿងចង់និយាយមួយឯងតិច ចុះអីមាននឹងអី បងវីគាត់ថាចង់ឲ្យឯងហ្នឹងធ្វើតាក់ញៀនបានឲ្យកូនគាត់ អូចុះមានតែស្អីប្រជាជនក្នុងភូមិយើងមានសិទ្ធិធ្វើអត្តញ្ញាណបានទាំងអស់ហ្នឹងឲ្យតែវាមានគ្រប់អាយុ ប៉ុន្តែកូនគាត់ហ្នឹងនាងទៅអាយុ15ឆ្នាំហ្នឹង មិនបានអញ្ចឹងឲ្យវាមានតគ្រប់អាយុផងហ្នឹង តែគេឲ្យលុយយើងឪវានេះ ក្រមព្រហ្មទណ្ឌមាត្រា594បទស៊ីសំណូកត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី7ឆ្នាំទៅ15ឆ្នាំអំពើប្រព្រឹត្តដោយអ្នករាជការសាធារណៈឬដោយពលរដ្ឋទទួលអាណត្តិសាធារណៈដោយការបោះឆ្នោតដែលទទូចសុំឬយល់ព្រមទទួលដោយគ្មានសិទ្ធិដោយផ្ទាល់ឬដោយប្រយោលនៅអំណោយជំនូនការសន្យាឬអត្ថប្រយោជន៍ណាមួយដើម្បី 1. បំពេញកិច្ចនៃមុខងាររបស់ខ្លួនឬកិច្ចដែលសម្រួលដោយមុខងាររបស់ខ្លួន 2. មិនបំពេញកិច្ចនៃមុខងាររបស់ខ្លួនឬកិច្ចដែលសម្រួលដោយមុខងាររបស់ខ្លួន